ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube Proti ឈានចូលមកដល់ clip វីដេអូទី11ហើយនៅក្នុង clip វីដេអូចំណេះដឹងទី11នេះដែរខ្ញុំបាទសូមធ្វើការបង្ហាញបងប្អូននឹងពីរបៀបបង្កើត account Facebook ថ្មីនៅលើទូរស័ព្ទដៃនៅក្នុងឆ្នាំ2026នេះលើមសូមធ្វើការបែរកាមេរ៉ាបន្តិចដើម្បីធ្វើការបង្ហាញបងប្អូនលម្អិតនៅលើទូរស័ព្ទដៃតែម្ដងកុំឲ្យយូរបាទជាដំបូងបងប្អូនចុចចូលមកក្នុងកម្មវិធី Facebook មកបាទរួចហើយនឹងចេញមកដល់ទម្រង់បែបនេះរួចហើយបងប្អូនរកមើលពាក្យថាបាទ create new account ចុចបន្តចូលមកបាទរួចហើយចុចពាក្យថាបាទ create new account ម្ដងទៀតបាទ2ដងណាបាទរួចហើយបងប្អូននឹងឃើញនៅខាងលើនេះគេសួរយើងបាទ what is your name បាទបងប្អូនចង់ធ្វើការបង្កើតឈ្មោះ Facebook ហ្នឹងបងប្អូនចង់ដាក់ឈ្មោះអីបាទវាមានពាក្យថាបាទ first name ហើយនឹងបាទ class name បាទចង់ដាក់ឈ្មោះមុនក៏បានតកោមុនក៏បានដែរស្រាច់ចិត្តបងប្អូនទេគឺមិនឲ្យដាក់បានបាទ2ម៉ាត់ណាបាទខ្ញុំដាក់បែបនេះបាទ Pro ហើយកន្លែង class name ហ្នឹងបាទដាក់ T មកបាទរួចហើយចុច next ទៅមុខបន្តបាទមកដល់នេះបងប្អូនធ្វើការបាច់ជ្រើសរើសថ្ងៃខែឆ្នាំកំណើតទៅនៅខាងលើគេសួរយើងទៀតហើយ what your បាទ birthday បាទសម្រាប់ខ្ញុំ recommend បងប្អូនធ្វើការបាទដាក់ទៅម៉េចបាទឲ្យត្រឹមអាយុ18ឆ្នាំឡើងកុំឲ្យមានបញ្ហាទៅដល់ Facebook ថ្ងៃក្រោយណាបាទដែលខ្ញុំអស់រកនៅក្នុងឆ្នាំ2006នេះបាទ6ហ្នឹងរួចហើយបាទដាក់បែបហ្នឹងមករួចហើយចុច C នេះអាយុរបស់ខ្ញុំបាទ20ឆ្នាំណាបាទរួចហើយចុចនៅ next ទៅមុខបន្តរួចហើយគេសួរទៀតនេះបាទ what your បាទ gender គឺមានន័យថាបងប្អូនបាទភេទអីបើសិនបងប្អូនស្រីបងប្អូនយកខាងលើហ្នឹងមកដែលមានពាក្យថាបាទ female បើសិនបងប្អូនប្រុសយកខាងក្រោមហ្នឹងមកដែលមានពាក្យថា male បាទអញ្ចឹងសម្រាប់ខ្ញុំប្រុសthíchយក male មកហើយបើសិនបងប្អូនអត់ចង់ធ្វើការបញ្ជាក់ក៏បានដែរបងប្អូនចុចខាងក្រោមហ្នឹងមកណាបាទប៉ុន្តែសម្រាប់ខ្ញុំធ្វើការបញ្ជាក់ទៅកុំឲ្យមានបញ្ហា Facebook បាទទៅថ្ងៃក្រោយណាបាទរួចហើយចុច next ទៅមុខបន្តបាទមកដល់នេះគេសួរយើងទៀតហើយតើបងប្អូនចង់ធ្វើការបង្កើតបាទ Facebook ហ្នឹងណាតាមរយៈលេខទូរស័ព្ទឬមួយក៏បាទ Gmail បើសិនបងប្អូនធ្វើការបង្កើតតាមលេខទូរស័ព្ទបងប្អូនធ្វើការបញ្ចូលលេខទូរស័ព្ទមកនៅត្រង់ហ្នឹងណាបាទប៉ុន្តែបើសិនជាបងប្អូនអត់ចង់ធ្វើការបង្កើតបាទ account Facebook ហ្នឹងតាមរយៈបាទលេខទូរស័ព្ទទេបងប្អូនចុចខាងក្រោមនេះមកនេះបាទចុចឆ្លាស់ណាបាទដែលមានពាក្យថាបាទ sign up បាទ with បាទ Gmail បាទបាទមកដល់នេះគេដាក់ថា Gmail នេះបាទអញ្ចឹងបងប្អូនការបញ្ចូលទៅ Gmail របស់បងប្អូនហ្នឹងបាទដូចខ្ញុំប្រាប់បងប្អូនពីមុនអញ្ចឹងថាបាទ Gmail មួយបាទគឺមានអត្ថប្រយោជន៍ច្រើនបងប្អូនចង់យកទៅការបង្កើតបាទ Facebook TikTok អីក៏បាទបង្កើតបានដែរនេះបាទ Proti ហ្នឹងបងប្អូនណាបាទដាក់បែបហ្នឹងមកបាទរួចហើយចុច next ទៅមុខបន្តបាទមកដល់នេះបងប្អូនធ្វើការបាទបង្កើតលេខកូដសម្ងាត់ទៅដាក់ថាបាទ create a password បាទដល់ហ្នឹងបងប្អូនចង់ធ្វើការបាទបង្កើតបាទលេខកូដសម្ងាត់ហ្នឹងបាទដូចបាទ Gmail ក៏បានឬមួយបងប្អូនបាទដាក់ខុស Gmail ក៏បានដែរស្រេចចិត្តបងប្អូនទេប៉ុន្តែបើសិនជាយល់ល្អបងប្អូនបាទចាំដូចថា Gmail របស់បងប្អូនហ្នឹងបាទដាក់លេខកូដអីបងប្អូនធ្វើការបាក់ដាក់តាមហ្នឹងទៅណាបាទឥឡូវសូមការលាក់បងប្អូនបន្តិចបាទបងប្អូនខ្ញុំបានធ្វើការបង្កើតរួចរាល់ហើយបើសិនបងប្អូនអត់ចងចាំទេបងប្អូនចង់ធ្វើការកត់ទុកនេះចុចកន្លែងភ្នែកហ្នឹងមកនឹងឃើញពាក្យសម្ងាត់ហើយបាទចុចបន្តិចសិនមើលបាទអូខេបាទរួចហើយចុចនេះទៅមុខបន្តមកបាទរួចហើយចុចពាក្យថា I agree ហ្នឹងមកពីមុនពេលដែលបងប្អូនធ្វើការបញ្ចូល Gmail អញ្ចឹងគេនឹងផ្ញើលេខកូដបាទ6ខ្ទង់ឬក៏8ខ្ទង់ទៅក្នុងបាទ Gmail ណាបាទប៉ុន្តែឥឡូវគឺអត់ទេបងប្អូនបាទរួចហើយចុចបាទ confirm with បាទ Gmail ឬក៏បងប្អូនចុចមកបាទរួចហើយបងប្អូនចុចខាងក្រោមកុំចុច confirm ណាបាទបាទពេលនោះគេនឹងផ្ញើលេខកូដបាទទៅបាទក្នុងអាស័យដ្ឋាន Gmail នេះបាទ Gmail របស់ខ្ញុំហ្នឹងបាទ Proti រួចហើយខ្ញុំចេញមកវិញបាទគេនៅតែសួរបងប្អូនបាទ Gmail ហ្នឹងណាបាទរួចហើយចេញមកក្នុងបាទប្រអប់ Gmail នេះមកឬក៏កម្មវិធី Gmail ហ្នឹងបាទដើម្បីទៅយកលេខកូដសម្ងាត់នេះលេខកូដសម្ងាត់ពី Facebook ហ្នឹងបងប្អូនឃើញហើយបាទ Facebook
ចឹងបងប្អូនទៅធ្វើការបាទ copy មកដើម្បីលឿនណាបាទនេះចុចស្កត់ឲ្យជាប់ទាំងមកបាទរួចហើយចុចពាក្យថាបាទ copy រួចហើយយកទៅផាសនៅក្នុងបាទ Facebook យើងមិញមកចុចបន្តម្ដងរួចហើយចុចពាក្យថាផាសហ្នឹងមករួចហើយចុច next ទៅមុខបន្តបាទលេខកូដបាទ5ខ្ទង់មិញណាបាទបងប្អូននេះបើសិនជាបងប្អូនចង់ធ្វើការបាទដាក់បាទ profile Facebook ឲ្យហើយក៏បានដែរបងប្អូនចុចខាងក្រោមហ្នឹងមកប៉ុន្តែបើសិនជាបងប្អូនអត់ចង់បាទធ្វើការបញ្ចូល profile Facebook ទេបងប្អូនចុច script ហ្នឹងមកណាបាទដើម្បីធ្វើការរំលងណាបាទដល់ធ្វើការរងចាំបន្តិចបាទរួចហើយចុច not now មកចុចទៀតម្ដងនេះដូចជាគេឲ្យយើងធ្វើការបាទ thích យក friend បាទ 4-5 នាក់អីចឹងណាបាទហ្នឹងណាចាំមើលនេះវាដើរអត់ទាន់ផុតបងប្អូនធ្វើការរងចាំបន្តិចបាទគេ thích ឲ្យយើងចំនួនបាទ5នាក់បាទអញ្ចឹងទៅតាម Facebook ទៅគឺអីទេបាទ add friend បាទ add បាទ file friend ហ្នឹងបងបាទរួចហើយចុចបាទ thích តាមគេហ្នឹងមកបាទម្ដងនេះបងប្អូនចុចតម្លងទៅគេឲ្យយើងការបំពេញលេខទូរស័ព្ទអញ្ចឹងបងប្អូនចុច script មកនេះបងប្អូនបានaccount Gmail មួយដល់ជោគជ័យអធិស្ឋាន account Facebook មួយដល់ជោគជ័យជាប់តែ Gmail បងប្អូនហើយបើសិនបងប្អូនចង់ធ្វើការបំពេញបាទ profile Facebook បងប្អូនធ្វើការបំពេញទៅនេះចុចកន្លែងបាទ profile ហ្នឹងមករួចហើយបងប្អូនធ្វើការ add ហ្នឹងមកនេះ add profile ហ្នឹងមករួចហើយចុច allow រួចហើយចុច allow ទៀតមកបាទរួចហើយចុចបាទ allow all ហ្នឹងមកបាទរួចហើយបញ្ចូលរូបភាពបាទលើ profile ហ្នឹងបើសិនជារូបភាពនោះបាទជួនកាលវាអត់ឃើញពេញបងចុចបាទកាត់មកនេះកន្លែងកាត់ហ្នឹងណាបាទនេះអាចសេរីបានបាទអញ្ចឹងសម្រាប់ខ្ញុំដាក់ប៉ុណ្នេះបានហើយប៉ុណ្ណឹងណាបាទរួចហើយចុចដានមកនៅខាងលើហ្នឹងណារួចហើយចុចបាទ save បាទបើក Wi-Fi ជំនួយឲ្យលឿនបន្តិចបាទរួចហើយចុច next បាទម្ដងនេះបងប្អូនចុច script ទៅដើម្បីដំឡងគេឲ្យយើងធ្វើការដាក់គោលដៅឬក៏ផ្សាយដ្ឋានអីចឹងណាបងប្អូននៅត្រង់ណានៅត្រង់ណីចឹងណាបាទឬក៏ clear ចោលសិនទៅរួចហើយចូលមកសារថ្មីបងប្អូននឹងបាន profile មួយហើយបាទនេះបាទបានជោគជ័យហើយ Facebook យើងបាទគឺចេញតម្រង់បែបហ្នឹងបាទហើយបើសិនបងចង់ធ្វើការបាទតាំងរូបខាងក្រោយទៀតបងចុចនិមិត្តសញ្ញាបាទកាមេរ៉ាហ្នឹងមកបាទរួចហើយចុចពាក្យថាបាទ upload photo បាទលើធ្វើការបាទដាក់មករួចហើយចុច save ហ្នឹងមកបាទតែប៉ុណ្ណឹងក៏ហោះស្ទួយនេះបានហោះទៅហើយបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនហើយមុនคลิปរបស់បងប្អូនទៅក៏សូមជូនពរជូនជ័យដល់បងប្អូនរកទទួលទីមានបានហើយបើសិនជារកការនិយាយស្ដីរបស់ខ្ញុំមានលើសលុបខ្វះខាតtrongចំណុចណាខ្ញុំបាទក៏សូមខន្តីអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនផងបាទនេះពេលដែរខ្ញុំបាទសូមអរគុណកាយជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ